ឆ្នេរស្ទឹងនេរញ្ជរាលោកអ្នកអានទាំងឡាយពីថ្ងៃក្រោយពីនោះខ្ញុំក៏នាំខ្លួនឯងទៅដល់ឆ្នេរស្ទឹងនេរញ្ជរាខណៈដែលខ្ញុំទៅដល់ជាវេលារសៀលកំពុងក្តៅខ្លាំងណាស់ទើបចូលទៅអង្គុយសម្រាកក្រោមដើមស្វាយធំក្បែរឆ្នេរស្ទឹងមានតែខ្សាច់ពណ៌សដែលកំពុងក្តៅដែលកម្ដៅដល់អណ្ដាតកម្ដៅស្ទើរមើលមិនបាននេរញ្ជរាគួរនឹងបានឈ្មោះថាមេខ្សាច់ច្រើនជាងស្ទឹងទោះជាវេលាអាកាសក្តៅខ្លាំងចាំងចាស់តែក្រោមដើមស្វាយធំក៏មានម្លប់ត្រជាក់សប្បាយស្រួលណាស់ខ្ញុំដំរេកកាយសម្រាប់លើផ្ទៃខ្សាច់ដ៏ទន់និងត្រជាក់ហើយក៏បញ្ជូនចិត្តរលឹកនឹកដល់ព្រះបរមសាស្តាព្រោះព្រះអង្គបានប្រថាប់ក្រោមម្លប់ពោធិព្រឹក្សលើឆ្នេរស្ទឹងនេរញ្ជរានេះហើយបានត្រាស់ដឹងសម្មាសម្ពុទ្ធិញ្ញាណកាលយូរមកហើយខណៈដែលខ្ញុំកំពុងសឹងសម្រាកកាយយ៉ាងសប្បាយនោះឯងបុរសចាស់ម្នាក់ក៏ដេញវងពពែចូលមកគេបណ្ដោយឲ្យពពែចូលដេកសម្រាកក្រោមម្លប់ឈើជិតៗនោះហើយក៏ដើរតម្រង់ចូលមករកខ្ញុំបបិទ្ធលោកសមណៈលោកមកពីណាហើយនឹងទៅទីណាគាត់សួរហើយលើកជាសម្ពុតជូតញើសនៅថ្ងាសអាត្មាមកពីក្រុងសាវត្ថីតាំងចិត្តនឹងទៅក្រុងរាជក្រឹសមកពីក្រុងសាវត្ថីគាត់បន្លឺដោយសំឡេងខ្លាំងដោយនឹកចម្លែកក្នុងចិត្តបើយ៉ាងនេះលោកក៏ធ្វើដំណើរមកឆ្ងាយច្រើនខ្ញុំមិនធ្លាប់ទៅដល់សាវត្ថីឡើយតែបានដឹងដំណឹងថានៅឆ្ងាយណាស់លោកសមណៈមកតែមួយអង្គឯងឬមានមិត្តភ័ក្តិមកជាមួយផងអាត្មាធ្វើដំណើរមកតែម្នាក់ឯងខ្ញុំឆ្លើយបរោះចាស់សម្លឹងមើលមកខ្ញុំតាំងពីក្បាលរហូតចុងជើងហាក់នឹងប្រាប់ថាមិនជឿក្នុងចម្លើយរបស់ខ្ញុំតែក៏សួរថាធ្វើដំណើរមកតែមួយអង្គឯងដូច្នេះមិនខ្លាចទេឬតើខ្លាចអ្វីខ្ញុំសួរវិញក៏ខ្លាចអន្តរាយផ្សេងដូចជាចោរសត្វព្រៃជាដើមអាត្មាមិនខ្លាចអ្វីទាំងអស់មិនខ្លាចចោរព្រោះគ្មានទ្រព្យសម្បត្តិអ្វីនឹងឲ្យគេលួចប្លន់មានតែបាតនិងជីវរប៉ុណ្ណោះបើគេត្រូវការអាត្មាក៏ពេញចិត្តនឹងឲ្យអាត្មាមិនខ្លាចសត្វព្រៃព្រោះគ្មានអ្វីឲ្យសត្វសាហាវទាំងនោះដណ្ដើមមានតែសរីរៈរាងកាយនេះប៉ុណ្ណោះសូម្បីរាងកាយនេះបើសត្វសាហាវទាំងនោះត្រូវការក៏អាត្មាពេញចិត្តនឹងលះឲ្យដែរចម្លើយរបស់ខ្ញុំធ្វើឲ្យបរោះចាស់អង្គុយស្ងៀមគាត់សម្លឹងមកខ្ញុំយ៉ាងពិនិត្យពិច័យក្រៃលែងហើយក៏ពោលឡើងថាបបិទ្ធលោកសមណៈបើលោកមិនខ្លាចរបស់ទាំងនេះក៏លោកជាមនុស្សក្លាហានយ៉ាងបំផុតដែលខ្ញុំធ្លាប់ជួបមកមនាលបាសកមនុស្សយើងគ្រប់គ្នាខ្លាចចំពោះអន្តរាយភ័យវិបត្តិផ្សេងកំពូលរបស់អន្តរាយគឺសេចក្តីស្លាប់បើមិនខ្លាចសេចក្តីស្លាប់ហើយអន្តរាយដទៃក៏គ្មានបញ្ហាបើយ៉ាងនេះលោកមិនខ្លាចសេចក្តីស្លាប់ទេឬអាត្មាមិនដែលខ្លាចសេចក្តីស្លាប់ទេព្រោះហេតុអ្វីលោកសមណៈបរោះសួរហើយក៏ខិតចិត្តចូលមកទៀតព្រោះអាត្មាធ្លាប់ចិត្តដិតស្និទ្ធស្នាលនឹងសេចក្តីស្លាប់ហើយសំដៅសេចក្តីថាលោកធ្លាប់ស្លាប់ហើយច្រើនដងទាល់តែថ្នឹកហើយយ៉ាងនេះឬមិនមែនយ៉ាងនោះទេក្នុងជីវិតនេះអាត្មាមិនទាន់ដែលស្លាប់តែធ្លាប់បានធ្វើសេចក្តីដឹងស្និទ្ធស្នាលនឹងសេចក្តីស្លាប់ទុកដោយការរលឹកនឹកដល់វាជានិច្ចថាជីវិតរបស់យើងកំពុងឈានចូលទៅកាន់សេចក្តីស្លាប់ដូចគ្នានឹងខ្សែទឹកក្នុងស្ទឹងហូរទៅកាន់ទន្លេយើងហាមទឹកមិនឲ្យហូរទៅមិនបានយ៉ាងណាយើងក៏ហាមជីវិតមិនឲ្យស្លាប់បានយ៉ាងនោះដែរតែយើងមុខជាស្លាប់ព្រោះជីវិតគឺការធ្វើដំណើរទៅកាន់សេចក្តីស្លាប់ថ្ងៃយប់ដែលកន្លងទៅគឺមួយជំហានដែលនាំយើងចូលទៅជិតសេចក្តីស្លាប់គ្រប់ខណៈសេចក្តីស្លាប់គឺសេចក្តីពិតនៃជីវិតកាលដឹងសេចក្តីពិតដូច្នេះហើយអាត្មាទើបមិនខ្លាចចំពោះសេចក្តីស្លាប់គួរស្ដាប់ណាស់បរោះចាស់ម្ចាស់ពពែបន្លឺសំឡេងងក់ក្បាលសម្ដែងសេចក្តីយល់ឃើញស្របផងតែនៅសួរបន្តទៀតថាត្រឹមតែរលឹកនឹកដល់សេចក្តីស្លាប់រឿយដូច្នេះធ្វើឲ្យបាត់សេចក្តីខ្លាចស្លាប់បានឬខ្ញុំនៅគិតមិនឃើញសោះថានឹងធ្វើឲ្យបាត់ខ្លាចបានយ៉ាងដូចម្ដេចបើគិតរឿយទាល់តែចិត្តដិតស្និទ្ធស្នាលនឹងសេចក្តីស្លាប់ឃើញសេចក្តីស្លាប់ជារឿងធម្មតាសាមញ្ញហើយក៏បាត់ខ្លាចបានយ៉ាងពិតប្រាកដអាត្មាសូមសួរបន្តិចចុះថាការលោកនៅក្នុងវ័យក្មេងនោះលោកធ្លាប់ខ្លាចនរណាខ្លះទេបរោះចាស់អង្គុយគិតមួយសន្ទុះក៏ឆ្លើយធ្លាប់ខ្លាចដែរខ្ញុំធ្លាប់ខ្លាចបរោះចាស់ម្នាក់ដែលមានមុខមាត់រឹកពីគួរឲ្យខ្លាចច្រើនគាត់ចូលចិត្តបន្លាចឲ្យក្មេងខ្លាចផងខ្ញុំហៅគាត់ថាមា
ព្រោះថាញាតខាងឪពុកផ្ទះរបស់យើងនៅចិត្តគ្នាវេលាខ្ញុំយំម្ដាយខ្ញុំច្រើនបំភ័យបញ្ឆោតថាមៀមកហើយខ្ញុំឈប់យំភ្លាមព្រោះខ្លាចមៀមកមែនក្នុងវេលានោះលោកហ៊ានទៅមករកមៀរបស់លោកទេខ្ញុំមិនហ៊ានទេលោកសាមណៈត្រឹមតែឮសំឡេងគាត់ខ្ញុំក៏រត់បាត់ទៅហើយអ្នកណានឹងហ៊ានទៅជួបមុខគាត់ហើយខ្លាចលោកមៀរបស់លោករៀងរៀបមកឬពេលក្រោយបាត់ខ្លាចពេលក្រោយសេចក្តីខ្លាចក៏បាត់អស់ទៅតែទម្រាំនឹងបាត់ខ្លាចក៏ស៊ីពេលវេលាច្រើនឆ្នាំដែរលោកអាចនឹករលឹកបានឬទេថាព្រោះហេតុអ្វីទើបលោកបាត់ខ្លាចគាត់លោកសាមណៈនេះចូលចិត្តដេញដោលរឿងរ៉ាវក្នុងអតីតកាលរបស់ខ្ញុំធ្វើអីបរោះចាស់ថាព្រមទាំងសម្ដែងទឹកមុខមិនពេញចិត្តខ្ញុំលួងលោមគាត់ដោយការញញឹមហើយនិយាយដោយសម្លេងទន់ភ្លន់អាត្មាគ្មានចេតនាដេញដោលជីវប្រវត្តិលោកលេងទេបាសោះអាត្មាចង់ពន្យល់បញ្ជាក់ឲ្យលោកឃើញច្បាស់លាស់ប៉ុណ្ណោះឯងថាការរលឹកដល់សេចក្តីស្លាប់រឿយធ្វើឲ្យមិនខ្លាចសេចក្តីស្លាប់យ៉ាងណាបើលោកប្រាប់អាត្មាបានថាហេតុអ្វីទើបបាត់ខ្លាចមៀអាត្មានឹងប្រាប់លោកបានដូច្នោះដូចគ្នាថាហេតុអ្វីទើបបាត់ខ្លាចចំពោះសេចក្តីស្លាប់ដូច្នោះបើលោកល្មមនឹកឃើញក៏សូមប្រាប់អាត្មាមកចុះថាហេតុអ្វីទើបលោកបាត់ខ្លាចមៀរបស់លោកប៉ុន្តែដែលចាំបានថាដូចជាព្រោះហេតុនេះគឺគ្រាមួយប៉ុន្តែដូចជាចាំបានព្រោះហេតុនេះគឺគ្រាមួយមីរបស់ខ្ញុំកើតខ្យល់ដួលម្ដាយទើបនាំខ្ញុំទៅសួរគាត់ដំបូងក៏នៅខ្លាចតែក្រោយពីទៅរឿយសេចក្តីខ្លាចក៏សន្សឹមបាត់ទៅរហូតក្នុងទីបំផុតក៏មិននឹកខ្លាចឡើយមនាលបាសកសេចក្តីស្លាប់ប្រៀបដូចមីរបស់លោកកាលនៅក្មេងលោកខ្លាចមីយ៉ាងណាមនុស្សទាំងពួងក៏ខ្លាចចំពោះសេចក្តីស្លាប់យ៉ាងនោះលោកមិនហ៊ានទៅមករកមីត្រឹមតែបានឮសំឡេងក៏រត់គេចទៅមនុស្សទាំងពួងក៏ដូច្នោះគេមិនហ៊ានរលឹកនឹកដល់សេចក្តីស្លាប់ព្រោះតែបានឮពាក្យថាស្លាប់ឬឃើញមនុស្សដទៃស្លាប់ក៏ខ្លាចទៅហើយតមកខាងក្រោយលោកបាត់ខ្លាចមៀព្រោះទៅមករឿយរហូតដល់កើតសេចក្តីស្និទ្ធស្នាលយ៉ាងណាមនុស្សយើងរលឹកនឹកដល់សេចក្តីស្លាប់ញយរហូតស្និទ្ធស្នាលនឹងសេចក្តីស្លាប់ហើយនឹងមិនខ្លាចចំពោះសេចក្តីស្លាប់យ៉ាងនោះបរោះចាស់សម្លឹងមើលខ្ញុំដោយញឹមលោកឆ្លាតនិយាយប្រៀបធៀបគួរស្ដាប់ណាស់ខ្ញុំជឿលោកព្រមព្យាយាមរៀនធ្វើតាមលោកគាត់បែរសម្លឹងមើលវងពពែដែលដេកនៅស្ងប់ស្ងៀមក្រោមដើមឈើហើយក៏បែរមកសន្ទនានឹងខ្ញុំតទៅតែខ្ញុំនៅសម្លឹងរំពឹងមើលមិនឃើញសោះថាការរលឹកដល់សេចក្តីស្លាប់នឹងបានប្រយោជន៍អ្វីខ្លះខ្ញុំធ្លាប់រលឹកនឹកដល់សេចក្តីស្លាប់មួយដងមួយគ្រាដែរតែគ្រប់គ្រាដែលរលឹកដល់សេចក្តីស្លាប់វាធ្វើឲ្យចិត្តក្រៀមក្រំកើតសេចក្តីរួញរាអស់កម្លាំងក្នុងកិច្ចការទាំងពួងចង់តែដេករងចាំស្លាប់តែម្យ៉ាងហេតុដូច្នេះខ្ញុំមិនចង់គិតដល់វាបណ្ដោយឲ្យជីវិតភ្លើតភ្លើនទៅក្នុងមួយថ្ងៃស្លាប់កាលណាក៏ស្លាប់ចុះគិតយ៉ាងនេះក៏សប្បាយខ្លាំងខ្លះមនាលបាសកប្រៀបធៀបថាបរិសម្នាក់កំពុងជិះទូកឆ្លងកាត់មហាសាគរខណៈដែលកំពុងឆ្លងទៅក៏មិនឃើញថាទឹកកំពុងចូលទូកតាមស្នាមធ្លុះគេដឹងថាទូកមុខជាលិចលងក្នុងមហាសាគរមិនខានកាលគិតថាទូកមុខជាលិចក៏កើតសេចក្តីសោកសៅក្រៀមក្រំអស់សេចក្តីអាល័យក្នុងជីវិតព្រោះគ្មានផ្លូវអាស្រ័យទូកទៅច្រាំងនោះបានបើមិនគិតដល់ការលិចរបស់ទូកឈរច្រៀងរាំសប្បាយក្នុងទូកទាល់តែទូកលិចទៅហើយក៏គេធ្លាក់ទឹកលងស្លាប់លោកឃើញថាមនុស្សនោះឆ្លាតឬក៏ល្ងងខ្លៅគ្មានបញ្ញាអ្វីសោះបរោះចាស់ឆ្លើយព្រោះហេតុអ្វីខ្ញុំសួរព្រោះដឹងខ្លួនហើយថាខ្លួនជិះទូកធ្លុះមុខជាត្រូវលិចលងក្នុងមហាសាគរហើយនៅទ្វេប្រហែសស្រែករាំច្រៀងកើតធ្លាក់ទឹកលងស្លាប់ក៏សំមុខសំមាត់ហើយកាលឃើញគាត់បើកផ្លូវឲ្យដូច្នោះខ្ញុំក៏ផ្ដើមរុកចូលបើយ៉ាងនោះលោកក៏ល្ងងខ្លៅដែរខ្ញុំល្ងងខ្លៅយ៉ាងណាគាត់សួរឡើងដោយសំឡេងសម្ដែងសេចក្តីមិនពេញចិត្តអាត្មានឹងបញ្ជាក់ឲ្យស្ដាប់ថាលោកល្ងងខ្លៅយ៉ាងណារាងកាយរបស់យើងប្រៀបដូចទូកធ្លុះអោខសង្សារដែលលោកនឹងត្រូវវិលស្លាប់កើតទៅប្រៀបដូចមហាសាគរត្រើយខាងនោះប្រៀបដូចព្រះនិព្វានលោកកំពុងជិះទូកធ្លុះគឺរាងកាយឆ្លងអោខសង្សារទៅកាន់ច្រាំងគឺព្រះនិព្វានតែទូកគឺសង្ខាររាងកាយរបស់លោកកំពុងនឹងលិច
មុនលោកទៅដល់ច្រាំងឬត្រើយដែលនៅឆ្ងាយទាល់តែសែនឆ្ងាយមើលមិនឃើញទាំងទូកជួនជាលិចថែមទាំងដឹងថានឹងត្រូវលងស្លាប់ហើយនៅប្រហែសស្រែកច្រៀងរាំចាក់ក្បាច់ប្រងើយយ៉ាងនេះមិនល្ងងខ្លៅទេឬអីខ្ញុំឈប់មួយសន្ទុះសង្កេតអាកប្បកិរិយារបស់បរិសចាស់កាលឃើញគាត់នៅស្ងៀមទើបនិយាយតទៅមនាលបាសកបើជាអាត្មានឹងមិនធ្វើយ៉ាងនោះកាលដឹងខ្លួនថាជិះទូកលិចឆ្លងមហាសាគរមិនដល់ត្រើយពិតអាត្មាក៏មិនកើតសេចក្តីរួញរាចិត្តទេទាំងមិនច្រៀងរាំចាក់ក្បាច់ដើម្បីនឹងបន្លប់ចិត្តខ្លួនឯងឲ្យភ្លេចថានឹងលិចលុះឡើយតែត្រូវប្រញាប់ត្រៀមរកស្បៀងឧបករណ៍ពងទុកក្នុងទូកខណៈដែលទូកទៅក៏ត្រូវគិតជានិច្ចថាទូកនឹងលិចកាលទូកលិចហើយអាត្មាប្រញាប់ចាប់យកស្បៀងពងមកប្រើពឹងហែលតទៅរហូតដល់ច្រាំងធ្វើយ៉ាងនេះលោកឃើញថាជាការធ្វើដោយឆ្លាតឬល្ងងឆ្លាតច្រើនបរិសចាស់ឆ្លើយព្រមទាំងញញឹមយ៉ាងពេញចិត្តហើយពោលផ្ទួនរឿងរ៉ាវប្រៀបធៀបរបស់ខ្ញុំតិចថាសរីរៈរាងកាយប្រៀបដូចទូកធ្លុះវដ្តសង្សារប្រៀបដូចមហាសាគរច្រាំងឬត្រើយនោះប្រៀបដូចដែនខ្សែមរបស់ព្រះនិព្វានហើយស្បៀងនោះលោកសមណៈប្រៀបនឹងអ្វីស្បៀងប្រៀបដូចបុណ្យកុសលព្រោះការស្លាប់ហើយលោកនឹងនាំទ្រព្យសម្បត្តិណាយកទៅជាមួយខ្លួនផងមិនបានសូម្បីតែសរីរៈរាងកាយក៏ត្រូវដុតឬកប់ចោលទ្រព្យសម្បត្តិក្តីសរីរៈរាងកាយក្តីជាវត្ថុដ៏គ្រោតគ្រាតយើងបានមកពីលោកគឺផែនដីនេះវេលាចេញចាកលោកទៅនេះយើងក៏ចោលទុកនៅលើផែនដីនេះរបស់ដែលលោកនាំទៅបរលោកបានគឺបុណ្យកុសលលោកនឹងបានអាស្រ័យបុណ្យកុសលនេះឯងជាស្បៀងដែលឆ្លងភពឆ្លងជាតិទៅកាន់ត្រើយនោះគឺព្រះនិព្វានមនាលបាសកតើលោកបានធ្វើបុណ្យកុសលអ្វីខ្លះទុកហើយឬទេមិនធ្លាប់ធ្វើឡើយលោកសមណៈបរិសចាស់ឆ្លើយដោយទឹកមុខក្រៀមខ្ញុំរវល់ខ្វល់ខ្វាក់នឹងរឿងប្រពន្ធកូនខ្លះស្រែចំការខ្លះពពែខ្លះការងារក្នុងផ្ទះខ្លះទាល់តែមិនមានពេលទំនេរល្មមនឹងធ្វើបុណ្យកុសលបើយ៉ាងនោះក៏គួរអាណិតច្រើនមែនហើយការងារចិញ្ចឹមជីវិតត្រូវតែធ្វើដើម្បីរស់តែក៏មិនត្រូវភ្លេចបុណ្យកុសលលោកព្រមប្រគល់ខ្លួនជាមនុស្សបម្រើស្មោះត្រង់របស់ពពែខ្លះរបស់ស្រែចំការខ្លះរបស់ការងារខ្លះតែការមរណភ័យមកដល់កាលទូគឺសរីរៈរបស់លោកលិចលង់របស់ទាំងនោះជួយអ្វីលោកមិនបានឡើយលោកនឹងត្រូវទៅជួបប្រទះនឹងសេចក្តីងងឹតងងល់ខាងក្រោយសេចក្តីស្លាប់កាលនោះឯងលោកនឹងឃើញគុណតម្លៃរបស់ការជួយខ្លួនឯងបើលោកមិនបានធ្វើបុណ្យកុសលទុកលោកនឹងទៅយ៉ាងក្រខ្សត់អត់ឃ្លានមិនមានស្បៀងអាហារឬអាវុធណាជាប់ទៅតាមខ្លួនទៅផងលោកនឹងត្រូវពើបប្រទះនឹងសេចក្តីលំបាកយ៉ាប់អត់ឃ្លានយ៉ាងរហ័សដោយបុគ្គលដែលគ្មានស្បៀងពងកាលទូកលិចលង់ហើយត្រូវអើតកក្នុងមហាសាគរដែលពេញដោយក្រពើឆ្លាមមកនិងខ្យល់ព្យុះព្យូមាដូច្នោះសង្កេតមើលបរិសជរាមានមុខស្ងួតក្រៀមក្រំជាងមុនគាត់ប្រហែលគិតខូចចិត្តក្នុងសេចក្តីធ្វេសប្រហែសដែលកន្លងមកហើយរបស់ខ្លួនទើបខ្ញុំនិយាយលួងណែនាំថាកុំខូចចិត្តអីបាសកវេលានេះនៅមិនទាន់ជ្រុលហួសនៅឡើយទេដែលនឹងស្វែងរកស្បៀងគឺបុណ្យកុសលទុកតាំងពីថ្ងៃនេះទៅសូមឲ្យធ្វើបុណ្យកុសលដោយការឲ្យទានដល់សាមណព្រាហ្មណ៍និងទុរគតជនខ្លះរក្សាសិល5ឲ្យបរិសុទ្ធជានិច្ចព្យាយាមអត់សង្កត់កម្ចាត់សេចក្តីលោភសេចក្តីក្រោធសេចក្តីស្រវឹងវង្វេងដែលកើតឡើងក្នុងចិត្តម្ដងមួយគ្រានោះចោលខ្លះសរុបដែលខ្លីគឺចូលគិតល្អនិយាយល្អធ្វើល្អគ្រប់កាលគ្រប់ទីកន្លែងសេចក្តីល្អនេះឯងគឺបុណ្យកុសលដែលនឹងបញ្ជូនលោកទៅកាន់សុគតិភពខាងក្រោយទូកលិចលង់ដូច្នេះចូលកុំប្រហែសខ្ញុំខំទេសនាព្រានប្រដៅបរោះចាស់រហូតព្រះអាទិត្យជិតលិចទើបចម្រើនពរលាគាត់ធ្វើដំណើរឆ្លងស្ទឹងនេរញ្ជរាតទៅ